trong riêngភាសាអង់គ្លេសតែអត់មានពេលគួរធ្វើមិនទៅនេះគឺជា podcast 3ដែលអាចជួយពង្រឹងភាសាអង់គ្លេសអ្នកទាំងអស់គ្នាពិសេសអ្នកទាំងអស់គ្នាអាចស្ដាប់នៅពេលទំនេរឬក៏ពេលធ្វើការដែលឥតគិតថ្លៃតែម្ដងទី1គឺ6 minute English ដោយ BBC Learning English ចាំន័យថា podcast ហ្នឹងដូចឈ្មោះអញ្ចឹងគឺត្រឹមតែ6នាទីតែប៉ុណ្ណោះជាពិសេសហ្នឹងប្រធានបទដែលគេនិយាយហ្នឹងគួរឲ្យចាប់អារម្មណ៍មែនតើតាក់ទងជាមួយជីវិតប្រចាំថ្ងៃប្រពៃណីទំនាក់ទំនងបច្ចេកវិទ្យាជាដើមជាពិសេសយើងនឹងស្ដាប់តាក់ទងជាមួយនឹងពាក្យហ្នឹងអាចប្រើនៅក្នុងពេលប្រចាំថ្ងៃហ្នឹងបែបបត់បែបណាដែរទីមួយសម្រាប់អ្នកទាំងអស់គ្នាហ្នឹងមកវាអញ្ចឹងយើងអាចស្ដាប់2ដងលើកទី1យើងអាចស្ដាប់យកគោលគំនិតជាធំជារួមហើយលើកទី2យើងស្ដាប់ខ្ចិតខ្ចង់តែម្ដងថាតើពាក្យហ្នឹងគេប្រើបែបណាដែរ podcast ទី2គឺ TED Talk Daily ហើយថាចំពោះ podcast នេះវិញគឺមានកម្រិតពិបាកជាងមុនបន្តិចប៉ុន្តែក៏មានជាប្រធានបទចាប់អារម្មណ៍ជាច្រើនផងដែរជាមួយនឹងវាគ្មិនទូទាំងពិភពលោកតាក់ទងជាមួយនឹងប្រធានបទដូចជាបច្ចេកវិទ្យាធុរកិច្ចសុខភាពផ្លូវចិត្តនិងជីវិតជាដើមអាចថាវាគ្មិនដែលនិយាយហ្នឹងគឺមានលក្ខណៈលឿនជាងមុននិងធម្មជាតិជាងមុនអញ្ចឹងមានន័យថាដូចយើងកំពុងបន្សំខ្លួនឯងថាតើគេប្រើភាសាអង់គ្លេសនៅខាងក្រៅរាល់ថ្ងៃហ្នឹងបែបណាដែរពិសេសនោះអ្នកទាំងអស់គ្នាក៏អាចទស្សនា TED Talks ហ្នឹងនៅលើ YouTube Channel ផងដែរដែលមានជា subtitle អក្សរថាតើគេនិយាយអ្វីខ្លះហ្នឹងអញ្ចឹងមិនថាដូចយើងកំពុងតែវឹកហាត់ការអាននិងការស្ដាប់ហ្នឹងក្នុងពេលតែមួយផងដែរ tip មួយសម្រាប់អ្នកទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមជាមួយនឹងការជ្រើសរើសប្រធានបទណាដែលខ្លួនឯងហ្នឹងចូលចិត្តផ្ទាល់អញ្ចឹងទៅយើងអាចថាយើងស្ដាប់កាន់តែជក់ចិត្តនិងផ្ចង់អារម្មណ៍ផងដែរ podcast ទី3 The English We Speak ដោយ BBC Learning English អ្វីដែលពិសេសចំពោះ podcast នេះនោះគឺមានពេលត្រឹមតែ3នាទីប៉ុណ្ណោះនៅក្នុងវគ្គនីមួយៗហើយអត្ថន័យនៅក្នុងវគ្គនីមួយៗវិញភាគច្រើនតាក់ទងជាមួយនឹងគ្រាមភាសាសុភាសិតហើយថាពាក្យដែលមានន័យពិសេសហើយជនបរទេសផ្ទាល់ហ្នឹងពួកគាត់ប្រើនៅក្នុងការនិយាយប្រចាំថ្ងៃហើយ podcast នីមួយៗហ្នឹងមិនត្រឹមតែបញ្យល់ន័យរបស់ពាក្យទាំងអស់ហ្នឹងទេប៉ុន្តែក៏លើកជាឧទាហរណ៍ប្រើប្រាស់ផងដែរចឹងមានន័យថាយើងអាចដឹងថាពាក្យហ្នឹងគឺនឹងប្រើនៅក្នុងបែបបទណាដែរ tip មួយសម្រាប់អ្នកទាំងអស់គ្នាហ្នឹងនៅពេលដែលអ្នកទាំងអស់គ្នារៀនបានពាក្យថ្មីណាមួយហ្នឹងព្យាយាមយកពាក្យហ្នឹងលើកជាឧទាហរណ៍ផ្ទាល់ខ្លួនមួយបែបនេះនឹងធ្វើឲ្យយើងចាំពាក្យហ្នឹងកាន់តែយូរផងដែរតែអ្នកទាំងអស់គ្នាមាន podcast ណាផ្សេងដែលចង់ណែនាំដែរឬទេតាក់ទងជាមួយនឹងភាសាអង់គ្លេសកុំភ្លេច comment នៅក្នុងវីដេអូខាងក្រោមពិសេសកុំភ្លេច share វីដេអូនេះផងដែរអរគុណ